បាទសួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំបង្ហាញពីរបៀបបង្កើត Apple ID ថ្មី2025 2026ហ្នឹងអញ្ចឹងវីដេអូនេះរៀងវែងតិចប៉ុន្តែបងប្អូនមើលដល់ចប់នឹងចេះបង្កើតខ្លួនឯង 100% តែម្ដងគឺលំអិតតែម្ដងវីដេអូនេះរៀងវែងប៉ុន្តែលំអិតខ្ញុំលំអិតឲ្យច្បាស់កុំឲ្យបង្កើតទៅមាន iCloud បាទជាដំបូងដែលយើងត្រូវបង្កើត Apple ID យើងត្រូវបង្កើត Gmail មួយសិនអញ្ចឹងបង្កើត Gmail បងប្អូនអត់មាន Gmail យើងអាចបង្កើតតាម Google ក៏បានបង្កើតតាម Gmail នេះក៏បានអញ្ចឹងខ្ញុំមានកម្មវិធី Gmail ខ្ញុំបង្កើតតាម Gmail តែម្ដងបាទអញ្ចឹងយើងបង្កើត Gmail ថ្មីមួយអញ្ចឹងខ្ញុំបងប្អូនចូល Google ខ្ញុំដោយសារមាន account ស្រាប់អញ្ចឹងខ្ញុំ add account ថ្មីមួយទៀតនេះ account ចាស់អញ្ចឹងខ្ញុំ add ផ្សេងមួយទៀតបើបងប្អូនអត់ទាន់មានវា load ចូលឲ្យយើងបង្កើតតែម្ដងអញ្ចឹងយើងចូលបង្កើតដូចខ្ញុំមកចូលបង្កើត Gmail ហ្នឹងគឺស្រួលបង្កើតទេបងប្អូនវាអត់ពិបាកទេបាទនេះដោយសារវា spam Gmail ខ្ញុំចាស់ច្រើនអញ្ចឹងវាតម្រូវឲ្យចុចច្រើនតិចប៉ុន្តែបើសិនណាបងប្អូនអត់ទាន់មាន Gmail ទេវាអត់ load ដូចខ្ញុំចេះទេបងប្អូនមើលមួយទៅអត់អីទេវីដេអូខ្ញុំអត់មានកាត់ទេគឺលំអិតហើយនឹងវីដេអូពេញតែម្ដងបាទនេះខ្ញុំចូលបង្កើត Gmail ថ្មីមួយបងប្អូនហើយឈ្មោះយើងដាក់ឈ្មោះខ្លួនឯងក៏បានដាក់ឈ្មោះផ្សេងក៏បានដែរអត់អីទេអានេះយើងចង់ដាក់មិនក៏បានដែរបើតែយកល្អយើងដាក់ឈ្មោះយើងទៅឈ្មោះអីដាក់ឈ្មោះហ្នឹងទៅកុំឲ្យវាងាយស្រួលថងថាយើងប្រើប្រាស់វារហូតបានរហូតនេះខ្ញុំដាក់ឈ្មោះខ្ញុំហើយ Gmail នេះយើងបង្កើតតាម Play Store ធម្មតាហ្នឹងកើត Android ដាក់ Android បានគ្រាន់តែយើងត្រូវតែមាន Gmail នឹងមួយដើម្បីបង្កើត Apple ID ថ្ងៃខែឆ្នាំកំណើតបងប្អូនចុចមកដូចខ្ញុំមកអានេះ easy ទេងាយស្រួលទេដាក់មិនខុសពីឲ្យដែរបាទបងប្អូននេះចូលបង្កើតអាស័យដ្ឋាននេះ Gmail ផ្ទាល់ខ្លួននេះបងប្អូនត្រូវតែសេឲ្យយើងមានអក្សរអង់គ្លេសហើយលេខខ្លះមកបងប្អូនសរសេរឲ្យអក្សរច្រើនមកកាន់តែច្រើនកាន់តែល្អព្រោះនេះ Gmail របស់យើងត្រូវប្រើប្រាស់វាបាទដូចខ្ញុំចេះសរសេរចេះមកឲ្យច្រើនចឹងមកហើយមានលេខខ្លះមកតមកយើងចុចបន្ទាប់មកអានេះ password យើងសរសេរខ្ញុំបិទ password ខ្ញុំតិចខ្ញុំចុចមកបន្ទាប់មកវាឲ្យដាក់លេខទូរស័ព្ទបងប្អូនដាក់password ហើយបងប្អូនចូលបន្ទាប់មកវាឲ្យលេខទូរស័ព្ទហើយលេខទូរស័ព្ទត្រូវថាលេខថ្មីដែលយើងមិនដែលបង្កើត Apple ID នេះយើងចុចបន្ទាប់ទៀតមកកន្លែងនេះ easy ទេខ្ញុំចុចលឿនតិចយល់ Pro មកបាទអានេះយើងបង្កើត Gmail បានមួយហើយនេះកើត Gmail បានរួចរាល់ហើយបាទនេះ mail ថ្មីអញ្ចឹងយើងមើល mail យើងសាសថ្មីមើលបាទហ្នឹងហើយនេះ mail Gmail របស់យើងជាងបន្ទាប់ឲ្យយើងបង្កើតបាន Gmail មួយហើយយើងមើល mail ដែលយើងត្រឹមត្រូវហើយយើងទៅបង្កើត Apple ID ចំពោះទៅបង្កើត Apple ID យើងចុចទៅ App Store មក App Store របស់យើងហ្នឹងបន្ទាប់មកយើងចុចកន្លែងរូបមនុស្សនេះមកវាមានពាក្យ create new account Gmail Google ID ចុចលើវាមកបាទនេះ create Apple account អញ្ចឹងវា load Gmail ហើយ password Gmail បងប្អូនយក Gmail ដែលបង្កើតមិញហ្នឹងមកនេះ Gmail ដែលខ្ញុំបង្កើតមិញហ្នឹងហើយយកមកបំពេញកន្លែងហ្នឹងមកឲ្យត្រូវគ្នាมันអាចដក clear มันអាចចុចគឺសរសេរតាមគ្នាចឹងមកបើមានចុចយើងចុចដូចគ្នាដក clear ដូចគ្នាសូម្បីតែដក clear នឹងចុចនិយាយរួមទៅឲ្យតែអ្វីក៏ដោយយើងធ្វើមិនគឺដាក់ដូចគ្នាចឹងមកដក clear គឺដក clear តាមគ្នាអត់ដក clear តាមគ្នាគឺសរសេរឲ្យត្រូវគ្នាតែម្ដងអត់ឲ្យខុសគ្នាទេហើយ password ហ្នឹងបងប្អូនឥឡូវវាតម្រូវឲ្យយើងចុចមានសញ្ញាមានសញ្ញាផងមានលេខផងមានអក្សរផងបងប្អូនដាក់ច្រើនមកដូចខ្ញុំដាក់តែប៉ុណ្ណឹងវាឲ្យសិនប៉ុន្តែវា unlock ពេលក្រោយដើម្បីឲ្យយើងបំពេញឲ្យនេះបន្តិចមកឲ្យ
ខ្លាំងដើម្បីឲ្យវាច្រើនអញ្ចឹងណាឲ្យវាកុំឲ្យ easy ពេកហើយនេះយើងបំពេញហើយយើងមើល mail យើងបានត្រឹមត្រូវហើយយើងបើកមើលកន្លែងពណ៌ខៀវនឹងមកហើយមើលអក្សរដែលប្រទេសយើងហើយយើងចុចបន្ទាប់ហើយកន្លែងនេះវាឲ្យបំពេញឈ្មោះថ្ងៃខែឆ្នាំកំណើតបងប្អូនដាក់ពិតក៏បានមិនដាក់ពិតក៏បានដែរអត់អីទេដាក់យកល្អដាក់ពិតទៅវាអត់ជាខុសទេហើយកន្លែងនេះយើងដាក់បំពេញឆ្នាំយើងមកឲ្យត្រូវមកមិនបាច់និយាយរួមបើកតាមហ្នឹងមកហើយចុច next មកកន្លែងនេះវាសំខាន់ជាងគេកន្លែងហ្នឹងបងប្អូនដាក់ណាន់មកបងអាចដាក់ credit card ឬក៏ mobile ទេបងប្អូនអត់ទាន់មានតែបើមានចង់ដាក់ពេលក្រោយចាំដាក់ពេលក្រោយយើងចុចណាន់សិនមកហើយកន្លែងនេះបំពេញស្អីក៏បានប៉ុន្តែយកល្អបំពេញដូចខ្ញុំចឹងមកទាំងអស់ដូចគ្នាចឹងមកកន្លែងហ្នឹងខាងខមហ្នឹងខ្ញុំពេញប៉ុណ្ណឹងហើយបងប្អូនបើលំបាកណាយើងដាក់ដូចខ្ញុំចឹងមកដាក់ដូចខ្ញុំអសត្រូវគ្នាចឹងមកគឺ easy ទេអត់ពិបាកទេកុំឲ្យពិបាករនឹកយើងសរសេរអីក៏បានដែរកន្លែងនេះខ្ញុំមកចិត្តដាក់ភ្នំពេញទៅក្រុងភ្នំពេញយើងណាកន្លែងនេះសរសេរចោលហើយបងប្អូនសរសេរដូចខ្ញុំក៏បានកន្លែងនេះយើងសិទ្ធិយើងដាក់ភ្នំពេញមកpostcode យើងដាក់លេខជាលេខបងប្អូនដាក់1 2 3 4ដូចខ្ញុំមកដាក់ដូចគ្នាមកកុំឲ្យវាកន្លែងស្លាច់បងប្អូនចូលស្លាច់ក្រុងយើងផងក្រុងភ្នំពេញបាទយើងដាក់ភ្នំពេញទៅបាទយើងមើលរៀបរយអស់ហើយយើងចុច next មកបងប្អូនចុច next ខាងលើខាងស្នាមដៃចុច next បាទអញ្ចឹងរៀបរយហើយយើងចុច next មកបាទកន្លែងនេះដាក់ phone number របស់យើងទូលេខទូរស័ព្ទរបស់យើងហើយលេខទូរស័ព្ទហ្នឹងត្រូវតែថ្មីដែលបង្កើត ID ទេបាទលេខដែលមិនមែនបង្កើត Apple ID អត់ដែលបង្កើតបានវាឲ្យព្រោះលេខមួយបង្កើត Apple ID បានមួយទេហើយ take message មកបងប្អូន take message កុំដាក់ phone call ដាក់ take message មកហើយយើងមើលសារថ្មីខ្ញុំមើលសារថ្មីប្រទេសយើង select ប្រទេសយើងមក Cambodia សញ្ញាបូកគឺ855អញ្ចឹងរៀបរយហើយយើងមើលមួយដែលរៀបរយហើយយើងលេខទូរស័ព្ទបងប្អូនដាក់លេខបងប្អូនមិនដាក់ចឹងមកដាក់012 015 016អីចឹងយើងដាក់តាមហ្នឹងមកដាក់លេខ0មកមិនដាក់សញ្ញាបូកដាក់អីទេដាក់លេខធម្មតាយើងហ្នឹងមកហើយបន្ទាប់មកយើងចុច next បន្ទាប់មកយើងចុច next បាទនេះចុច next ហើយវាឲ្យ phone number verify វា load នឹង load លេខកូដឲ្យយើងហើយ load លេខកូដឲ្យយើងបំពេញនៅកន្លែងហ្នឹងអញ្ចឹងលេខហ្នឹងយើងយកមកបំពេញមកបាទនេះយើងផ្ទៀងឲ្យបានត្រឹមត្រូវមើលឲ្យមើលទៀតកុំឲ្យខុសបាទបន្ទាប់ពីយើងផ្ទៀងហើយយើងមើលលេខត្រឹមត្រូវហើយយើងចុច next verify កន្លែងសពខៀវនេះមកបាទបន្ទាប់ពីចុច verify លេខហើយវា verify ឲ្យ verify email យើងម្ដងទៀត email យើងចូលទៅបើកកន្លែងយើងបង្កើតមិញហ្នឹងយើងបង្កើតបានមិញហ្នឹងអញ្ចឹងនេះវា load ឲ្យមកនេះក្រុមហ៊ុន Apple ហើយយើងបើកមកវាមានលេខ6ខ្ទង់ឬក៏ច្រើនជាងហ្នឹងស៊ីសវាឲ្យទេអញ្ចឹងយើងចូលដាក់វាយបំពេញអាលេខមិញចូលក្នុងហ្នឹងមកបាទផ្ទៀងហើយផ្ទៀងទៀតបាទអញ្ចឹងយើងផ្ទៀងហើយផ្ទៀងទៀតមកអាហ្នឹងយើងត្រូវហើយបន្ទាប់មក verify បាទកន្លែងហ្នឹងត្រូវការច្បាស់ដែរបើយើងពេញខុសក៏វា spam វាអត់ឲ្យទេ
ประกาศលើកក្រោយក៏វាអត់ឲ្យដែរចឹងពេញអត់ត្រូវហើយកន្លែងនេះវាលោតទៅ ID ផងវាលោតទៅ iCloud ផងហើយខ្ញុំនឹងលំអិតម្ដងទៀតកុំឲ្យមានបញ្ហា iCloud ចឹងខ្ញុំវីដេអូរៀងវែងបន្តិចបងប្អូនមើលឲ្យចប់ហើយមើលលំអិតវាទៅនឹងច្បាស់ 100% បង្កើតគ្មានបញ្ហាលើ iCloud ទេបាននេះវា sign in ទៅ iCloud បានវាយូរបន្តិចតែខ្ញុំអត់កាត់ទេដោយសារចង់លំអិតឲ្យបងប្អូនច្បាស់ 100% កុំឲ្យបង្កើតទៅកន្លែងនេះវាឲ្យវាយ password លេខកូដទូរស័ព្ទឲ្យយើងដោះសោទេបើបងប្អូនមានក៏វា load អញ្ចឹងបើអត់ក៏អត់ទៅមានន័យថាលេខកូដដោះសោទូរស័ព្ទរបស់យើងអញ្ចឹងវា load កន្លែងហ្នឹងយើងវាយលេខកូដហ្នឹងទៅវានឹងទៅហើយបាទនេះចុចដានមករួចរាល់ហើយអញ្ចឹងបងប្អូនទៅ download បានហើយតែបងប្អូនបង្កើតបែបនេះហើយដាច់ខាតកុំតន់យក ID ហ្នឹងយកមកប្រើទាំងចឹងគឺត្រូវ log out វាចេញសិនបាទនេះខ្ញុំ download ឲ្យបងប្អូនមើលបានមួយសិនហើយខ្ញុំនឹងបញ្ជាក់ពីរបៀបធ្វើម៉េចដើម្បីកុំឲ្យមានបញ្ហា iCloud នេះវាឲ្យ double click ជាមួយនឹងចុច2ដងជាមួយនឹងប៊ូតុងបិទបើកដើម្បី download បញ្ជាក់បងប្អូនគ្រាន់តែចុចវា2ដងទៅទូនគ្នាទៅវា load ឲ្យ download ហើយជួនណាវាឲ្យតម្រូវឲ្យចុច password បាទនេះបន្ទាប់ពីយើងបង្កើតបានហើយដាច់ខាតយើងត្រូវថាទៅ log out វាចេញសិននេះមានន័យថាមាន iCloud បងប្អូនវាចូលដល់ iCloud ឃើញទេវា iCloud 5G ណាហើយវា load model យើងទូរស័ព្ទរបស់យើងហ្នឹងនឹង iCloud បងប្អូនបាទ iCloud ហើយអ្វីដែលយើងត្រូវធ្វើគឺ sign out ចេញសិនហើយពេលដែលយើងបង្កើតភ្លាមអញ្ចឹងវាអត់អីទេវាអត់មានទៀមទាទេហើយនេះខ្ញុំបញ្ជាក់បងប្អូនបង្កើតឲ្យចូលទៅ note ទុក mail ចូលទៅ note ទុកអ្វីដែលយើង password របស់យើងឲ្យបានរៀបរយសិនទៅចៃដល់យើងផ្លិចយើងភ្លាំងអីបើខ្ញុំដឹងតែផ្លិចឯងមួយថ្ងៃដល់ផ្លិចឯងអញ្ចឹងខ្ញុំត្រូវការ save ទុកត្រូវការ note ទុកអញ្ចឹងបងប្អូនចូលទៅ sign out មកនេះខ្ញុំបញ្ជាក់គឺពេលបើបង្កើតហើយគឺវា load iCloud ហើយអញ្ចឹងកុំទុកវាទោះយើងច្បាស់ 100% ក៏ដោយជាមួយ iCloud ក៏ដោយត្រូវតែ log out ចេញសិនដាច់ខាតត្រូវតែ log out ចេញសិនពួកអីបង្កើត ID នេះมันប្រកាសថាវាមិនខូចទេវាស្អែកវាផ្ទៀងទាត់មើលទៅវាខូចយើងអាចពិបាកនឹងដោះស្រាយដោយសារវា unlock ដោយសារវាចាប់កំហុសយើងថងណាមួយវាអាចខូចយើង log out អត់ចេញពិបាកអញ្ចឹងត្រូវតែ log out ចេញមក sign out អក្សរពណ៌ក្រហមហ្នឹងបន្ទាប់មក sign out បន្ថែមទៀតមកវាអត់ទាមទារ password ទេភ្លាមហ្នឹងបាទដូចជាក់ស្ដែងខ្ញុំបង្កើតនេះខ្ញុំតំយកមកប្រាប់ធ្វើវីដេអូប្រាប់បងប្អូននេះក៏វា unlock ដែរ account ហ្នឹងខ្ញុំ unlock ដែរដោយសារដាក់ password វារាក់ពេកអញ្ចឹងបន្ទាប់ពីយើង sign out បែបនេះហើយយើងទៅចូលទៅ sign in វិញហើយ sign in កន្លែងណាគឺ sign in ជាមួយនឹង App Store ចូល App Store មកយើង download អ្វីដែលពាក្យថា get ហ្នឹងមួយមកណាក៏បានដែរអញ្ចឹងឲ្យតែពាក្យ get ហ្នឹងយើងចូល get មកហើយយើងវាយ mail យើងចូលមិញមក mail មិញហ្នឹងបាទនេះខ្ញុំបញ្ជាក់ម្ដងទៀត mail មិញហ្នឹងដោយសារខ្ញុំភ្លេចដែរខ្ញុំចូលមើលម្ដងទៀតយើងវាយ mail យើងចូលមកបាទត្រូវកុំឲ្យខុសបាទហ្នឹងស្អីឲ្យ mail យើងត្រូវបង្កើតឲ្យស្អាតចឹងមកកុំមានសញ្ញាអីច្រើនតាលេខហើយនឹងអក្សរហ្នឹងប៉ុណ្ណឹងបានហើយកុំឲ្យមានសញ្ញាអីច្រើនព្រោះអី mail យើងមិនបាច់ដក clear មិនបាច់ចុចមិនអីទេធ្វើឲ្យវាស្អាតចឹងមកឈ្មោះយើងឲ្យលេខចឹងមកហ្នឹងបន្ទាប់មកយើងចុច sign in រួចហើយវាឲ្យបំពេញ password ហើយ password បងប្អូនខ្ញុំផ្លិចបញ្ជាក់បងប្អូនត្រូវសរសេរអក្សរធំលេខទូរស័ព្ទលេខមានអក្សរមានលេខបន្ទាប់មកយើង sign in មក password យើងបង្កើតឲ្យមិនហ្នឹងនេះបងប្អូនពេល sign in ចេះទៅវាឲ្យចុច install យើងចុច install មកបន្ទាប់មកវាឲ្យផ្ទេរ password ម្ដងទៀត password ដែលយើងបង្កើតមិញហ្នឹង
បាទហើយយើងវាយ password យើងចូលហើយយើង sign in មកបើ password ID និង password Gmail ខុសគ្នាបង្កើតទី1នោះ password មួយផ្សេងApple ID នេះបង្កើតមួយផ្សេងអញ្ចឹងអត់ដូចគ្នាទេមិនដាក់ password ដូចគ្នាទេបញ្ជាក់ម្ដងទៀតបាទនេះយើងវាយហាក់ចូលហើយវាឲ្យយើង download ហើយអញ្ចឹងមាន ID ប្រើធម្មតាអត់មានពាក់ព័ន្ធជាមួយ iCloud ទេបាទនេះគឺវាអត់មាន iCloud ទេបាទអញ្ចឹងប៉ុណ្ណឹងយើងប្រើបានហើយកុំតន់វាយចូល iCloud កុំចុចកន្លែងលើ iCloud set up ហ្នឹងឯងសោះបើយើងចង់ប្រើ iCloud ចាំយើងអាយុកាល ID នេះប្រហែលជាមួយអាទិត្យចាំយើងវាយចូលលើបានហើយតែបើភ្លាមអញ្ចឹងមិនដឹងថាស្អែកវាអាចខូចវិញវាអត់ទៀងទេអាចខូចវិញវាអាចលុកសាញ់អាវអត់ចេញបាទនេះតម្រង់បែបនេះគឺអត់មាន iCloud ទេបងប្អូនបាទអញ្ចឹងមានប៉ុណ្ណឹងទេបងប្អូនមើលលម្អិតទៅហើយសង្ឃឹមថានឹងចេះបង្កើតឲ្យខ្លួនឯងហើយបើបង្កើតអត់បានឬក៏ចម្ងល់ណាមួយបងប្អូនអាច comment សួរឬក៏ឆាតសួរខ្ញុំបាន comment ខាងក្រោមមកខ្ញុំប្រាប់លម្អិតកន្លែងណាដែលអត់ច្បាស់នឹងអត់ចេះហ្នឹងគឺ comment មកបងប្អូនចឹងខ្ញុំ download សាក់មើលមួយបាទយើងចុច get មកបាទចុចកតុងបើកនឹង2ដងជាប់គ្នាទៅវាឲ្យបាទនេះ download បានធម្មតាបាទហ្នឹងចឹងខ្ញុំបញ្ជាក់ម្ដងទៀតយើងបង្កើតហើយយើងត្រូវសាញ់អាវដូចខ្ញុំចេញមកសិនណាក៏បង្កើតឲ្យទុកមិនដឹងគឺសាញ់អាវមកបើអត់សាញ់អាវទេនឹងបញ្ហាជាមួយនឹង iCloud បងប្អូនមិនថាបងប្អូនច្បាស់ចាំ password ក៏ដោយប៉ុន្តែមិនប្រកាសថា ID របស់យើងហ្នឹងគឺអត់ unlock ទេពេលដែល unlock បងប្អូនពិបាកនឹងសាញ់អាវចេញវិញដោយសារ unlock lock account បាទអញ្ចឹងខ្ញុំមានប៉ុណ្្នឹងទេហើយបងប្អូនមើលមួយទៅហើយអត់ឆ្ងល់អត់ចេះអត់ឬក៏ឆ្ងល់កន្លែងណាអត់ច្បាស់កន្លែងណា comment ខាងក្រោមមកបាទអរគុណ